ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្ដែងរឿងរបស់ខ្ញុំបាទណូរ៉េនៅថ្ងៃនេះដែរយើងនឹងមកបន្តពីទី57បន្តទៀតបន្ទាប់ពីអមតៈដៅលីពូវៃបានចេញមកដល់ដែលធ្វើឲ្យកញ្ញាថ្មីច្រឡំថាគេគឺជាឆើនីជាហេតុដែលធ្វើឲ្យនាងខ្មាស់គេជាខ្លាំងរួចគេក៏បានបង្ហាញនៅដាវដែលទទួលបាននៅខាងក្នុងឲ្យអ្នកទាំងអស់គ្នាបានឃើញដែលធ្វើឲ្យអានចងក៏បានសួរថាតើនេះគឺពិតជាគេដំណើរនៃដាវបរិសុទ្ធពិតមែនឬទេមិនអត់នោះទេដាវនេះពិតជាល្អចំណែកតាស្រាវិញក៏បានប្រាប់ឲ្យគេគួរតែបញ្ញាប់សូយកនៅធម្មពលរបស់វាទុកឲ្យពួកគាត់គឺជាអ្នកការពារក៏ប៉ុន្តែវាគឺចម្លែកខ្លាំងណាស់ដែលគេគឺមិនអាចធ្វើការសូបយកនៅធម្មពលរបស់វាបានបើទោះបីជាគេព្យាយាមម្ដងទៀតក៏ដោយក៏នៅតែបរាជ័យហើយមើលទៅដាវនេះប្រកបជាដាវខ្លាំងជាក់ជាមិនខានដែលធ្វើលីពូហ្វុយក៏បាននិយាយថាហេតុអ្វីទៅបានជារឿងទាំងអស់នេះទៅជាបែបនេះព្រោះយើងក៏បានឃើញនៅបរិសម្នាក់បានធ្វើការវាប្រហែលមកកាន់គេដែលបណ្ដាលឲ្យលីពូហ្វុយបានខ្ទាតដោយបរិសម្នាក់ហ្នឹងគឺមានឈ្មោះថាលូយៀនជាមេក្រុមនៃដាវខ្មោចដោយពួកយើងទាំងពីរនេះគឺខានជួបគ្នាយូរមកហើយក៏ប៉ុន្តែហាក់មើលទៅគេនៅតែមិនអាចធ្វើការគ្រប់គ្រងដាវដែលបានបន្សល់ទុកដោយលោកគ្រូយល់ល្អគេគួរតែបកគលនៅដាវមួយនេះមកដែលធ្វើឲ្យលីពូហ្វុយក៏បានស្រែកទៅកាន់គេឲ្យគេធ្វើការដេកយល់សពទៅមនុស្សល្ងងបែបនេះយើងគួរតែបញ្ជូនឯងឲ្យទៅជួបជាមួយនឹងលោកគ្រូក៏ប៉ុន្តែកូនចៅរបស់គេក៏ទៅបានធ្វើតាចារទី4វាខ្ទាតត្រឡប់មកវិញដល់នេះគឺជាចំនួនផ្ទាល់ខ្លួនរបស់គេជាមួយនឹងលីពូហ្វុយវាគឺមិនសមនោះទេដែលប៉ាសៀនឡុងចូលមកជាជ្រែកដល់នៅមេរៀនទី57ត្រូវតែផ្ដល់ជំនួយដល់អ្នកដែលទៅបានគេបៀតបៀនដោយសារតែលីពូហ្វុយបរាជ័យក្នុងការសូបយកនៅធម្មពលរបស់ដាវដែលធ្វើឲ្យចិត្តរបស់គេមានភាពច្របូកច្របល់មានតែការកម្ចាត់លូយៀនដោយខ្លួនគេផ្ទាល់នោះទេទើបអាចធ្វើឲ្យចិត្តរបស់គេមានស្ថិរភាពក៏ដូចជាស្ដារនៃការហ្វឹកហាត់របស់គេឡើងមកវិញបែបហ្នឹងបែរជាមាននៅកំណត់អាក្រក់ថានៅពេលដែលគេទទួលបាននៅដាវដែលជាមរតករបស់លោកគ្រូរបស់គេនោះខ្លួនគេគឺមិនខ្លាចពួកគេតទៅទៀតនោះទេព្រោះគេក៏បានធ្វើការបញ្ចេញនៅធម្មពលបាញ់ភាសម្បុកចូលទៅបើកការវិភាគជាមួយនឹងលីពូហ្វុយលោកគ្រូរបស់គេបាននិយាយថាលីពូហ្វុយគឺជាអ្នកពូកែខាងវិជាគុណដាវបានឲ្យគេគឺជាអ្នកស្នងតំណែងរបស់លោកគ្រូហើយឥឡូវនេះវាប្រហែលថាលោកគ្រូគួរតែជ្រើសរើសខ្លួនគេបន្ទាប់ពីលីពូហ្វុយបានខ្ទាតលូយៀនក៏បានបើកការវិភាគម្ដងទៀតព្រមទាំងបាននិយាយថាលោកគ្រូបាននិយាយថាចេតនាដាវរបស់គេមិនបរិសុទ្ធមានដាវល្អនិងដាវអាក្រក់ហើយបានបដិសេធមិនបង្រៀនគេអំពីបច្ចេកទេសនៃដាវពិតប្រាកដចំណែកលីពូហ្វុយវិញក៏ត្រូវបានគេវាប្រហារយ៉ាងដំណំរួចគេក៏បានធ្វើការប្រមូលផ្ដុំនៅធម្មពលដាវដែលអាចសម្រាប់អ្នកដទៃបានគឺតែងតែជាដាវល្អដែលធ្វើឲ្យដាវរបស់លីពូហ្វុយក៏បានបាក់បណ្ដាលឲ្យការជឿជាក់របស់គេទៅលើដាវក៏បានបាត់បង់សម្រាប់ដូចជាគេមិនស័ក្តិសមនឹងយល់អំពីចេតនាដាវនោះទេដោយនៅទីបំផុតការជឿរើសរបស់លោកគ្រូនៅតែខុសដោយវាគឺមិនអាចទៅជាបែបនេះបាននោះទេលូយៀនវាប្រហាររៀបនឹងផ្ដាច់ជីវិតរបស់គេទៅហើយក៏ប៉ុន្តែក៏ត្រូវបានឆើនីងចេញមកទប់ស្កាត់គ្រាន់តែឆើនីងចេញមកគឺមានពលឺចែងចាំងជាងគេមកមេប៉ាសៀនឡុងនេះគ្រាន់តែជាចំនួនរវាងគេជាមួយនឹងលីពូហ្វុយតែប៉ុណ្ណោះដោយប៉ាសៀនឡុងគឺជាប៉ាសុចរិតដូច្នេះហើយគេរំពឹងថាมันមានការជឿជាក់នោះទេឆើនីងក៏បានធ្វើការឆ្លើយទៅកាន់គេថាត្រឹមត្រូវហើយប៉ារបស់យើងគឺជាប៉ាសុចរិតដូច្នេះហើយក្នុងនាមជាប៉ាដែលមានអំណាចនិងភាពសុចរិតប៉ាសៀនឡុងរបស់យើងមានអ្វីសំខាន់ជាងគេចំណុចទី1ទៅតែការពារប៉ាចំណែកទី2ទៅតែមានភាពស្មោះត្រង់ចំពោះមេប៉ាទី3រៀនសូត្រអំពីលោកមេប៉ាទី4គាំទ្រប៉ានិងចាត់ទុកប៉ាដូចជាផ្ទះរបស់ពួកយើងនិងការពារភាពយុត្តិធម៌他们没说ដែលធ្វើឲ្យលូយៀនហ្នឹងក៏បានធ្វើការនិយាយទៅកាន់ឆានីងថាមានតែគេនោះទេដែលបាននិយាយថាការពារភាពយុត្តិធម៌រួចឆានីងក៏បានបញ្ជាឲ្យអ្នកទាំងអស់គ្នាចូលទៅប្រយុទ្ធជាមួយនឹងលូយៀនដែលធ្វើឲ្យគេពាក្យបីដូចជាកង្កែបដែលត្រូវបានគេប្រមាញ់ឆានីងក៏បានប្រកួតដាវដែលបានបាក់នោះទៅឲ្យលីពូហ្វុយដាវគឺមានមុខ2មុខមួយចំពោះសត្រូវហើយមួយទៀតគឺចំពោះខ្លួនឯងគេទៅតែចងចាំរឿងនេះទោះបីជាដាវដែលបានបាក់ក៏ដោយឆន្ទៈដែលរឹងមាំអាចធ្វើឲ្យមនុស្សម្នាក់អស់ចាដែរចំណែកកញ្ញាជាងឆេវិញក៏បានថាការពិភាក្សាមួយនេះគឺមានអត្ថន័យយ៉ាងដូចម្ដេចដោយវាគឺមានន័យថាការនិយាយរបស់គេគឺមិនសំខាន់នោះទេក៏ប៉ុន្តែវាគ្រាន់តែជាផ្លូវមួយដើម្បីឲ្យគេយល់ហើយអ្វីដែលសំខាន់គឺជាការគិតរបស់គេចំណែកលីពូហ្វុយក៏បានទន្ទឹងនៅក្នុងចិត្តថាទោះបីជាដាវបាក់ក៏ដោយឆន្ទៈដ៏រឹងមាំអាចធ្វើឲ្យមនុស្សម្នាក់អស់ចាបានដោយខ្លួនគេគឺបានយល់ហើយដែលធ្វើឲ្យដាវបាក់នៅក្នុងដៃរបស់គេបានប្រែក្លាយទៅជាដាវដែលមានលក្ខណៈពេញលេញដោយនេះគឺជាគេដំណើរពិតប្រាកដរបស់លោកគ្រូហើយគេក៏បានអរគុណទៅកាន់ឆានីងដែលបានណែនាំចំណែកលូយៀនដោយមើលឃើញសភាពការមិនល្អគេក៏បានដាក់មេប្រូចក៏ប៉ុន្តែក៏ទៅបានលីពូហ្វុយទូមកពីខាងមុខគេយ៉ាងលឿនព្រមទាំងបានបើកការវិភាគដែលបណ្ដាលឲ្យគេក៏បានស្លាប់នៅនឹងកន្លែងចំណែកឯចំហាយធម្មពលដាវរបស់គេវិញក៏បានបំបែកនៅរនាំងការពាររបស់រូងភ្នំដាវបរិសុទ្ធដោយដែលបានរំពឹងទុកមាននៅអានកំបាំងមួយទៀតដែលបានលាក់ទុកនៅក្នុងរូងភ្នំនៃដាវបរិសុទ្ធព្រឹទ្ធាចារ្យឈីសៀវមានការសប្បាយចិត្តជាខ្លាំងបន្ទាប់ពីមានអាណាគារម្នាក់អាចបំបែកនៅការឃុំ
ខាំងមួយនេះរួចលីពូហ្វេក៏បានរត់ទៅសួរសុខទុក្ខលោកគ្រូថាតើគាត់ពិតជានៅរស់ពិតប្រាកដណាស់ដោយគាត់គឺមិនទាន់បានបាត់បង់ជីវិតនោះទេក៏ប៉ុន្តែខ្លួនគាត់បានជាប់គាំងនៅចំណុចកកស្ទះនៃចេតនាដាវដូច្នេះហើយបានជាគាត់បាននៅវិធីសាស្ត្រនេះដើម្បីតាក់ទាញអ្នកហ្វឹកហាត់វិជ្ជាគុណដាវជាច្រើនឲ្យមកទីកន្លែងនេះនិងសង្ឃឹមថានរណាគេម្នាក់អាចសម្រេចបាននូវភាពស្ទាត់ជំនាញនៃចេតនាដាវជួយខ្លួនគាត់ឲ្យចាកចេញមកខាងក្រៅដោយគេគឺជាសិស្សល្អបំផុតរបស់គាត់ហើយគាត់ដឹងថាគេនឹងក្លាយទៅជាម្នាក់នោះដោយវាគឺពិតជាមិនបានធ្វើឲ្យខ្លួនគាត់ខកចិត្តនោះទេដោយលោកគ្រូគឺមិនដឹងនោះទេថាខ្លួនគេទទួលបានជំនាញដាវយ៉ាងពេញលេញបែបនេះមិនមែនដោយសារតែទេពកោសល្យឬអ្វីផ្សេងនោះទេមានតែមេប៉ាសៀនឡុងតែប៉ុណ្ណោះដែលជាទេពកោសល្យពិតប្រាកដបើមិនមែនដោយសារតែគន្លឹះសំខាន់របស់គេនោះទេខ្លួនគេប្រកាសជាទៅបានបាត់បង់ជីវិតដោយសារតែជំនឿរបស់គេទៅលើដាវបានបាត់បង់មេដឹកនាំប៉ាសៀនឡុងឯងចំណែកឈិននេះវិញបែរជាថារីករាយណាស់ដែលបានជួបគាត់ដាវបរិសុទ្ធរបស់គាត់ពិតជាអស្ចារ្យដូចជាពីអាចារ្យបារាមមែនដោយលោកគ្រូអំបញ្ញមិញនេះនិយាយអំពីអ្វីដោយខ្លួនគាត់នឹងគឺចង់និយាយអំពីមេប៉ាសៀនឡុងបានប្រើនៅបច្ចេកទេសដាវដ៏អស្ចារ្យដោយគ្រាន់តែដេកដើម្បីប្រឡងនាពេលនោះហើយគាត់គឺពិតជាមានការចាប់អារម្មណ៍ចំពោះគេជាខ្លាំងហើយគាត់ក៏បានគិតនៅក្នុងចិត្តដោយសារតែមិនចង់ឲ្យលីពូហ្វេបាត់បង់ការជឿទុកចិត្តរបស់គេទៅលើដាវម្ដងទៀតបន្ទាប់ពីបានឮថាមេប៉ាសៀនឡុងទើបតែប្រឡងចោលដោយមិនបានធ្វើអ្វីសោះបើមិនដូច្នេះទេខ្លួនគាត់នឹងលាតត្រដាងអំពីគេដែលធ្វើឲ្យអ្នកទាំង4មានការកោតសរសើរចំពោះទេពកោសល្យរបស់ឈិននេះជាខ្លាំងហើយសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមតែប៉ុណ្ណឹងសម្រាប់នៅមុខថ្មីកុំភ្លេចធ្វើការជួយចុច Subscribe Like បើកសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវភាពបន្តទៀតអរគុណច្រើនបាយ